នេះជាវីដេអូដែលយើងបាន generate ចេញពីរូបភាពអញ្ចឹងគឺវាអត់មានសំឡេងទេដែលខ្ញុំបង្ហាញនៅលើ intro នេះគឺដើម្បីបញ្ជាក់ទៅដល់បងប្អូនអ្នកដែលកំពុងមើលបាទអញ្ចឹងគឺអត់មាននៅសំឡេងហើយកាយវិការក៏អត់មានដែរដូចជាហាមាត់ច្រៀងហាមាត់និយាយក៏អត់មានទេគឺមានត្រឹមតែការកម្រើកាយវិការប៉ុណ្ណឹងឯងតែអត់មានលក្ខណៈនិយាយចេញតាមមាត់ណាហ្នឹងហើយហើយបន្តក្នុងដេមកតែ carry team តែចិត្ត Mr. លោកស្រៀងធ្លាប់ពងឺអូនមើលវីដេអូបងបង្ហាញថាបេះដូងទុំតំ YouTuber អ្នកនេះចេះតែស្ងៀមពេលអូនបត់អត់តែមកមកដាក់ចិត្ត YouTuber បងតែមិនមាន views ជួយតាមអូនបាត់ទៅមិនមក reset ទៅយើងចេះតែស្ងៀមដល់មិនចង់តែមកមកដាក់ចិត្តអូនបាត់បងពី channel subscribe មានតែអារម្មណ៍វាធ្លាក់មិនបាញ់ចេញ emoji ហើយដឹងយើងបានមើលវីដេអូមិញហើយនៅលើ intro ហ្នឹងហើយអញ្ចឹងឃើញថាវីដេអូ AI របស់យើងច្រៀងនៅបទចម្រៀងហើយវាមានលក្ខណៈត្រូវទៅនឹងសំឡេងដូចជាការហាមាត់ច្រៀងអីគឺវាត្រូវទៅនឹងបទភ្លេងបទសំឡេងបទចម្រៀងអញ្ចឹងហើយបងប្អូនអ្នកគ្នាបាទយើងត្រូវការវីដេអូ30វិនាទីណាហ្នឹងហើយត្រូវការវីដេអូ30វិនាទីអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើបែបណាក៏បានដែរឲ្យតែបានវីដេអូយើងបានត្រឹម30វិនាទីដោយសារតែការបង្ហាញនៅក្នុងការ generate រូបភាពទៅជាវីដេអូហ្នឹងនៅលើកម្មវិធី AI Studio គឺយើងបានតែ8វិនាទីទេអញ្ចឹងបងប្អូនអ្នកគ្នាបង្កើត3វីដេអូទៅ4វីដេអូទើបបាន30វិនាទីបាទប៉ុន្តែខ្ញុំបានតែ2វីដេអូអញ្ចឹងហើយខ្ញុំមានតែភ្ជាប់គ្នាបាទភ្ជាប់គ្នាទោះបីជាបងប្អូនអ្នកគ្នាមានច្រើនវីដេអូប៉ុន្តែវីដេអូយកដល់30វិនាទីទេអញ្ចឹងគឺយើងត្រូវតែភ្ជាប់វីដេអូហ្នឹងឲ្យបាន30វិនាទីសិនណាហ្នឹងហើយតែយើងចូលក្នុងកម្មវិធី Camster ទាំងអស់គ្នាហើយយើងទៅយកវីដេអូយើងដែលបាន download ហ្នឹងមកយើងធ្វើបែបណាក៏បានដែរឲ្យតែវីដេអូយើងបាន30វិនាទីណាហ្នឹងហើយអញ្ចឹងខ្ញុំសូមភ្ជាប់វីដេអូ30វិនាទីសិនអូខេគឺបាន29វិ33អូខេអញ្ចឹងយើងធ្វើបែបណាក៏ដែរហ្នឹងហើយយើងមានវីដេអូច្រើនអាចបន្តគ្នាបាន30វិនាទីអស់គ្នាមកនេះគឺជាវីដេអូអត់មានសម្លេងទេហ្នឹងអត់មានសម្លេងទេហ្នឹងហើយគឺមានត្រឹមតែកាយវិការទេហើយមាត់ក៏អត់ច្រៀងដែរប៉ុន្តែយើងនឹងអនុវត្តវីដេអូនេះឲ្យច្រៀងបទចម្រៀងតែម្ដងហ្នឹងហើយយើងប្រើប្រាស់កាត់តឲ្យបាន30វិនាទីសិនហើយយើង generate ចេញជាវីដេអូដែលមានកាយវិការច្រៀងតែម្ដងយើងប្រើវីដេអូហ្នឹងឲ្យច្រៀងតតែម្ដងដែលប្រើប្រាស់ AI អូខេឥឡូវយើងរងចាំសិនឲ្យចប់សិនណានឹងឲ្យចប់សិនហើយបើយើងអត់ភ្ជាប់គ្នាឲ្យបាន30វិនាទីទេគឺកាយវិការវាតែអញ្ចឹងណាហ្នឹងហើយរូបភាពមួយសន្លឹកយើងអាច generate បានចេញជាវីដេអូ30វិនាទីដូចគ្នាប៉ុន្តែវាកាយវិការតែអញ្ចឹងហើយត្រូវការអ៊ីនធឺណិតបើកអ៊ីនធឺណិតសិនអូខេអញ្ចឹងខ្ញុំនឹងបង្ហាញនៅក្នុងកម្មវិធីមួយទៀតបាទគឺ app Dreamface បាទយើងបង្ហាញនៅលើ Dreamface ម្ដងដែលយើងប្រើប្រាស់ត្រឹមទូរស័ព្ទដៃអញ្ចឹងពេលយើងចូលមកដល់ Dreamface គឺអ្នកនរគ្នា sign in account ឲ្យទៅហ្នឹងហើយ sign in បានធម្មតាហើយទេអញ្ចឹងយើងចូលមកដល់ Dreamface អូខេយើងយកកន្លែងនេះមក video lip sync យើងថាច់ត្រង់មក video lip sync បន្តមកទៀតកន្លែង avatar នេះយើងថាច់កន្លែង avatar ហ្នឹងមកហើយយើងទៅជ្រើសរើសវីដេអូមិញហ្នឹងយើង select ទៅលើវីដេអូណាមួយដែលយើងបានបង្កើតមិញហើយយើងយកកន្លែង confirm នេះមក
រៀងយូរដោយសារតែវីដេអូយើងវែងដែរ30 វិនាទីកន្លះនាទីល្មមវីដេអូហ្នឹងខ្វះតិចតួចកន្លះនាទីអូខេអញ្ចឹងពេលដែលយើងមកដល់កន្លែងនេះហើយគឺយើងចុចកន្លែងនេះកន្លែង add script to continue ហ្នឹងយើងឆាច់ទៅនឹងមកហើយយើងយកកន្លែងពីថា import នេះ import នេះមកហើយយើងយក album from album ហ្នឹងបន្តមកទៀតគឺយើងចូលទៅជ្រើសរើសបទចម្រៀងណាមួយដែលយើងចង់ឲ្យតួអង្គរបស់យើងច្រៀងដោយផ្ទាល់ហ្នឹងហើយអញ្ចឹងយើងជ្រើសរើសបទចម្រៀងណាមួយមកដែលយើងចង់ដាក់អញ្ចឹងបទចម្រៀងយើងដូចគ្នាគឺបានត្រឹម30 second ណាហ្នឹងអត់អាចលើសបានទេគេឆាច់មកអញ្ចឹងនេះគឺជាបទចម្រៀងដែលយើងដាក់បញ្ចូលនេះអូខេនេះគឺគេឲ្យយើង30 second ណាហ្នឹងអត់អាចលើសបានទេហើយបន្តមកទៅយើងយក confirm នេះមកអូខេអញ្ចឹងបន្តមកទៀតអូខេយើងអាច play បានណានឹងអាច play បានហើយនេះស្រាប់សិនក្រោយលោយើងដាក់បទចម្រៀងច្រឡំហ្នឹងណាហ្នឹងហើយអូខេអញ្ចឹងយើងមើលបទចម្រៀងហើយនឹងវីដេអូអញ្ចឹងវីដេអូយើងអត់មានហាមអត់ច្រៀងណានេះអត់មានហាមអត់ច្រៀងទេតែសំឡេងនេះគឺមានជាចម្រៀងអូខេអញ្ចឹងយើងយក animate នេះមកចាំមើលវីដេអូយើងដែលចេញមកវាមានកាយវិការនៃការច្រៀងចម្រៀងហ្នឹងបែបម៉េចហើយអាចទទួលយកបានឬអត់ចឹងណាហ្នឹងហើយប៉ុន្តែយើងបានឃើញហើយនៅលើ intro គឺថាអាចទទួលយកបានអញ្ចឹងរងចាំឲ្យចប់សិនមិនជាចំណាយពេលប៉ុន្មានទេហ្នឹងហើយយើងរងចាំត្រឹម5នាទីនេះ about 5 minutes 5នាទីយើងរងចាំ5នាទីសិនហើយ5នាទីគឺយើងអាចចាំបានហើយយើងទូរស័ព្ទចោលទៅគឺអូខេហើយយើងអាចមើលបាទអញ្ចឹងយើងរងចាំ5នាទីហ្នឹងហើយខ្ញុំអត់កាត់ទេវីដេអូហ្នឹងបាទខ្ញុំអត់កាត់ទេកាលណាកាត់គឺអាចនឹងគិតថារាប់ម៉ោងបើកាត់ចោលច្រើនអញ្ចឹងអាចចំណាយពេលច្រើនកាត់ប៉ុន្តែអត់ទេគឺខ្ញុំធ្វើធម្មតាហើយខ្ញុំអត់កាត់ទេបាទនិយាយទៅបងប្អូនអ្នកគ្នាចង់បង្កើត content បែបចម្រៀងបែបបទភ្លេងអីអាចចូលទៅមើលនៅក្នុង playlist បាទខ្ញុំបានដាក់នៅក្នុង playlist ចឹងនៅក្នុង playlist នៃឆ្នាំរបស់ខ្ញុំគឺមានស្រាប់បាទមានច្រើន playlist សម្រាប់បងប្អូនអ្នកគ្នាសិក្សាវីដេអូ AI ហើយបន្តមកទៀតបាទពេលយើងបញ្ចប់ហើយគឺយើងយកសញ្ញាព្រូនដើម្បី download អូខេពេញហើយណាហ្នឹងហើយពេញហើយអញ្ចឹងត្រង់កន្លែងនេះគឺវាជាប់ logo បន្តិចបាទជាប់ logo បន្តិចដោយសារតែយើងប្រើ free អញ្ចឹងវាជាប់ logo បាទប៉ុន្តែបងប្អូនអ្នកនេះចង់កុំឲ្យមាន logo អាច upgrade account ជា account pro បាននេះ pro កន្លែងនេះកន្លែង pro នេះមកអូខេគឺឲ្យនឹង upgrade នៅ account pro ហើយបាទហើយវាមាន$29.99 ក្នុងមួយឆ្នាំបាទវាមាន$4.99 ក្នុងមួយសប្តាហ៍ណាបាទវាមានតាមតម្លៃណាតាមតម្លៃវាបាទអញ្ចឹងអាច upgrade បានបើសិនបើចង់ប្រើប្រាស់ Channel Pro អរគុណច្រើនបាទហើយកុំភ្លេច subscribe មួយចុចរូបសញ្ញាកណ្ដឹងហើយមិនចម្ងល់ comment ក្រោមវីដេអូខ្ញុំនឹងឆ្លើយតបទៅកាន់បងប្អូនអ្នកគ្នា